នៅប្រទេសកូរ៉េគឺមានជំនឿតគ្នាថាអ្នកដែលស្លាប់ដោយឧបាទហេតុឬក៏ហៅថាខ្មោចតៃហោងត្រូវឆ្លងកាត់ការកាត់ក្តី7ដំណាក់កាលនៅឋាននរកក្នុងកំឡុងពេល49ថ្ងៃបើឆ្លងផុតទើបអាចចាប់ជាតិបានតែបើឆ្លងមិនផុតទេត្រូវចុះនរកសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងកូរ៉េបែបអបិយជំនឿមួយយកមកធ្វើការសង្ខេបជូនទស្សនារឿងនេះមានចំណងជើងជាភាសាអង់គ្លេសថា Along with the Gods the Two Worlds ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយ like ជួយ comment បានច្រើនហើយសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe ឬក៏ follow ដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំផងបាទសូមអរគុណរឿងនេះចាប់ផ្ដើមពីហេតុការណ៍អគ្គីភ័យមួយដែលនៅក្នុងនោះមានក្រុមអ្នកជួយសង្គ្រោះម្នាក់ឈ្មោះយ៉ាហុងបានអោបក្មេងស្រីម្នាក់លោតគេចពីភ្លើងចុះពីលើអគារនៅពេលនោះខ្សែការពាររបស់គាត់ត្រូវភ្លើងឆេះដាច់ហើយគាត់ក៏បន្តធ្លាក់ចុះមកក្រោមដល់ដីមិនបានទៅលើពងសុវត្ថិភាពទេក៏ប៉ុន្តែដូចជាគួរឆ្ងល់ណាស់នៅពេលហ្នឹងទាំងយ៉ាហុងទាំងក្មេងស្រីដែលគាត់ជួយដូចជាអត់មានត្រូវរបួសស្នាមអីទេបន្ទាប់មកយ៉ាហុងក៏ដើរសម្ដៅទៅគ្រួសាររបស់ក្មេងស្រីដើម្បីសួរសុខទុក្ខគេលេងប៉ុន្តែពួកគេដូចជារមិលគុណណាស់អត់មាននិយាយរកគាត់ទេនៅពេលនោះដែរយ៉ាហុងបានលឺសូរគេហៅឈ្មោះគាត់ហើយគាត់ក៏កលែកមើលទៅឃើញមានបរិមនារី2នាក់កំពុងតែឈរលេងយ៉ាងសង្ហានៅក្នុងតំបន់គ្រោះថ្នាក់អត់មានខ្លាចងាប់សោះដល់ចឹងទៅយ៉ាហុងក៏ប្រញាប់ដេញពីអ្នកនោះចេញតែភ្នែករបស់គាត់បានកលែកឃើញនៅជិតនោះមានក្រុមសង្គ្រោះកំពុងតែចោមរោមជួយបរិមម្នាក់ដែលបានស្លាប់បាត់ហើយបរិមនោះគឺជារូបគាត់មានន័យថាគាត់ស្លាប់បាត់ហើយបរិមនារី2នាក់ដែលនៅជិតគាត់ហ្នឹងគឺជាយមបាលមកយកបលឹងគាត់យកទៅកាត់ក្តីយមបាលប្រុសមានឈ្មោះថាហេវុនមេគឺជាកងសន្តិសុខចំណែកយមបាលស្រីមានឈ្មោះថាថុកឈុននាងគឺជាជំនួយការយមបាលតាមពិតយមបាលដែលត្រូវមកធ្វើជាអាណាព្យាបាលរបស់យ៉ាហុងមាន3នាក់តែម្នាក់ទៀតកំពុងតែរវល់នៅផ្ទះបនសពរបស់យ៉ាហុងនៅពេលដឹងថាគាត់ស្លាប់យ៉ាហុងតក់ស្លុតខ្លាំងណាស់ពួកអីគាត់អត់តន់ចង់ស្លាប់ទេគាត់នៅសល់ម៉ែចាស់ហើយនៅប្អូនប្រុសម្នាក់ទៀតដែលគាត់ត្រូវផ្គត់ផ្គង់ជីវភាពឲ្យបន្ទាប់មកក៏មានផតថលមួយលេចចេញមកស្រូបយកយ៉ាហុងទៅក៏ប៉ុន្តែមុននឹងទៅយ៉ាហុងបានសូមអង្វរយមបាលចង់ជួបម៉ាក់របស់គាត់ជាលើកចុងក្រោយតែតាមច្បាប់របស់ឋានក្រោមបលឹងខ្មោចមិនអាចនៅតែតើនៅឋានមនុស្សបានទេពេលចុះទៅដល់ឋានក្រោមយ៉ាហុងបានជួបជាមួយនឹងយមបាលម្នាក់ទៀតដែលជាមេក្រុមឈ្មោះកាំងលឹមតួនាទីរបស់គាត់គឺមកការពារក្តីឲ្យយ៉ាហុងហើយរយៈកាលរាប់រយឆ្នាំកន្លងមកនេះគាត់បានការពារក្តីឲ្យគេឈ្នះទាំង7ដំណាក់កាលហើយបានទៅចាប់ជាតិវិញចំនួន47នាក់ហើយមកដល់ដំណាក់កាលទី1គឺសវនាការតេតូនជាមួយនឹងអំពើឃាតកម្មពេលនោះយ៉ាហុងឆ្ងល់ខ្លាំងណាស់ហេតុអីបានគាត់ត្រូវបញ្ជូនមកទីនេះព្រោះពេលដែលគាត់នៅរស់មិនដែលស្លាប់នរណាម្នាក់ទេប៉ុន្តែនៅពេលដែលថុកឈុនប្រើវិជាពិសេសរបស់នាងស្កេនមើលទៅដឹងថាយ៉ាហុងធ្លាប់ទុកមិត្តភក្តិចោលឲ្យស្លាប់មិនព្រមជួយទោះបីពេលនោះគាត់អាចជួយបានវាស្មើនឹងសម្រាប់មនុស្សដោយប្រយោលហើយនៅក្នុងសវនាការមួយនេះបើសិនជារកទៅឃើញថាយ៉ាហុងមានកំហុសពិតមែនគាត់នឹងត្រូវបានគេទម្លាក់ចុះនរកងូតទឹកភ្លើងបន្តមកនៅពេលដែលសវនាការចាប់ផ្ដើមចៅក្រមដាក់បន្ទុកពិតជាចោទយ៉ាហុងដោយអ្វីដែលថុកឈុនស្កេនមើលឃើញពិតមែនគេបានលើកឡើងថាពេលនោះយ៉ាហុងមានពេលវេលាគ្រប់គ្រាន់អាចជួយមិត្តភក្តិគាត់បានក៏ប៉ុន្តែគាត់អត់ព្រមជួយទេទុកឲ្យមិត្តភក្តិរបស់គាត់ត្រូវអាគារដែលកំពុងតែឆេះនឹងរលំស្កត់ស្លាប់នៅពេលនោះចៅក្រមបានសុំឲ្យតុលាការទម្លាក់យ៉ាហុងចុះទៅងូតទឹកភ្លើងរយៈពេល5ឆ្នាំដល់វេនកាំងលៀមឡើងការពីក្តីវិញគាត់បានឲ្យយ៉ាហុងរំលឹកហេតុការណ៍ដែលកើតឡើងនៅពេលនោះនៅថ្ងៃនោះមិត្តភក្តិរបស់គាត់ប្រាប់ឲ្យយ៉ាហុងទៅជួយអ្នកផ្សេងទៀតដោយសារតែគាត់គិតថាគាត់មិនអីទេហើយនៅថ្ងៃនោះដែរយ៉ាហុងក៏បានជួយជីវិតមនុស្សបន្ថែម8អ្នកផ្សេងទៀតផងដែរជាលទ្ធផលនៅក្នុងដំណាក់កាលនេះតុលាការបានកាត់ក្តីឲ្យយ៉ាហុងឈ្នះក្តីសវនកម្មបន្ទាប់គេនឹងកាត់ក្តីយ៉ាហុងពីជីវិតរស់នៅមានន័យមិនខ្ជះខ្ជាយពេលវេលាធ្វើរឿងអត់ប្រយោជន៍នៅតាមផ្លូវយ៉ាហុងបានដឹងថាតាមពិតយមបាល3នាក់ដែលប្រឹងជួយគាត់នេះគឺដើម្បីគ្រប់គ្រងការទៅចាប់ជាតិផងដែរទេបើពួកគេជួយប្រឡឹងឲ្យចាប់ជាតិបាន49នាក់ពួកគេចង់ទៅកើតជាកូនអ្នកមានណាក៏បានតាមចិត្តហើយមកដល់ពេលនេះពួកគេជួយបាន47នាក់ហើយនៅខ្វះតែ2នាក់ទៀតទេក៏ប៉ុន្តែមិនមែនងាយស្រួលទេព្រោះមនុស្សល្អដូចជាយ៉ាហុងនឹងកម្ររកបានណាពេលលឺអញ្ចឹងយ៉ាហុងបានប្រកែកឲ្យដឹងច្បាស់ខ្លួនឯងថាគាត់មិនមែនជាមនុស្សល្អទេបន្ទាប់មកនៅពេលនោះស្រាប់តែមានរឿងចម្លែកមួយកើតឡើងគឺមានត្រីមុខមនុស្សមកវងបានលោតមកសង្គ្រោះពួកគេតែអត់បានធ្វើឲ្យនរណាម្នាក់ត្រូវរបួសទេដល់ពេលឡើងសវនកម្មថុកឈុនបានឡើងនិយាយល្អអំពីយ៉ាហុងសប្បែបសត្វយ៉ាងតាំងពីជួយមនុស្សរហូតដល់ជួយសត្វគ្មានពេលសម្រាកគ្មានពេលខ្ជិលទេធ្វើឲ្យតុលាការកោតសរសើរគាត់ខ្លាំងណាស់ហើយចង់ដឹងថាតើមានអីបណ្ដាចិត្តគាត់ឲ្យខំប្រឹងយ៉ាងនេះនៅពេលនោះយ៉ាហុងបានឆ្លើយយ៉ាងខ្លីថាដើម្បីលុយហើយគ្រាន់តែបានលុយអញ្ចឹងតុលាការក៏សង្ហាចិត្តភ្លាមព្រោះគាត់គិតថាលុយគឺជាបិសាចហើយបើសិនជាយ៉ាហុងចង់ទៅជួបបិសាចចាំគាត់ជូនទៅពេលនោះតុលាការចង់សម្រេចឲ្យយ៉ាហុងចាញ់ក្តីរួចទម្លាក់គាត់ចុះជ្រោះឲ្យគេកិនឬធ្វើជាចំណីត្រីមុខមនុស្សតែវាការលៀមនិងហេវមេលោតចុះទឹកជួយទប់ឲ្យអង្វរតុលាការថាយ៉ាហុងពិតជាស្រឡាញ់លុយមែនគាត់ប្រលត់ភ្លើងពេលថ្ងៃតែពេលយប់គាត់បង្កាត់ភ្លើងឲ្យភ្ញៀវអាំងសាច់ជួនកាលគាត់រត់តាក់ស៊ីថ្ងៃឈប់សម្រាកគាត់ទៅបោះជួលឬក៏ដឹកជញ្ជូនអីវ៉ាន់ឯគេគាត់ធ្វើការគ្មានថ្ងៃសម្រាកទេព្រោះគ្រួសាររបស់គាត់ក្រម៉ាក់គាត់ឈឺត្រូវការព្យាបាលហើយប្អូនគាត់ត្រូវការលុយចូលរៀនមហាវិទ្យាល័យទៀតពេលតុលាការដឹងរឿងអស់ហ្នឹងគាត់ក៏ទន់ចិត្តហើយក៏សម្រេចឲ្យយ៉ាហុងឈ្នះក្តីស
សវនកម្មបន្តគឺតាក់ទងជាមួយនឹងអំពើភូតផលកុហកពេលនោះពួកគេត្រូវដើរកាត់តាមព្រៃមួយដែលដើមឈើនៅទីនោះមានបន្លាធំៗមុតស្រួយដូចផ្លែដាវអញ្ចឹងហើយគ្រាន់តែបានចូលដល់ក្នុងព្រៃភ្លាមកាំងលៀមបានរុញចាហុងផ្ទប់ដើមឈើមួយដើម្បីបដៅគាត់ចេញកុំឲ្យនិយាយផ្ដេសផ្ដាសមកតុលាការទៀតទុកឲ្យគ្នាគាត់ជាអ្នកនិយាយក្រោយមកហេវ៉ាន់មេកក៏ដោះលែងគាត់វិញហើយប្រាប់គាត់ថាបើចង់ជួបម្ដាយគាត់ម្ដងទៀតឲ្យគាត់តស៊ូបន្តិចទៅព្រោះអីអ្នកដែលឈ្នះក្តីទាំង7ដំណាក់កាលបានគេនឹងឲ្យសិទ្ធទៅជួបបងប្អូននៅក្នុងយុទ្ធសពមុនពេលទៅចាប់ជាតិដំណឹងនេះធ្វើឲ្យយ៉ាហុងចាប់អារម្មណ៍មែនទែនព្រោះអីគាត់ចង់ជួបម្ដាយគាត់ជាលើកចុងក្រោយណាស់បន្តមកពួកគេបានជិះទូករអិលចុះទួលដោយ roller coaster មួយដើម្បីឲ្យឆាប់ដល់ផ្សារកាត់ក្តីប៉ុន្តែនៅតាមផ្លូវស្រាប់តែមានបិសាចបន្លាចជាច្រើនលោតមកសង្គ្រប់ពួកគេបិសាចតែនោះដូចជាអត់សូវខ្លាំងទេក៏ប៉ុន្តែដោយសារតែគ្នាវាមានច្រើនពេកធ្វើឲ្យពួកគេពិបាកទប់ទល់ខ្លាំងណាស់សំណាងល្អពេលនោះ Heaven Make បានប្រើដៃធំរបស់គាត់កាប់ថ្មភ្នំធ្លាក់ស្កាត់ផ្លូវពួកវាបានសម្រេចទើបរួចខ្លួនក្រោយហេតុការណ៍នោះ Heaven Make បានសន្និដ្ឋានថានៅថាមនុស្សមានសញ្ញិតបង្កើតរបស់យ៉ាហុងបានស្លាប់ដោយបិទភ្នែកមិនជិតហើយបានខ្លាចទៅជាបលឹងឆាឆៅថាមនុស្សដូច្នេះហើយទើបមានបិសាចមកឆាឆៅយ៉ាហុងនៅឋានក្រោមដែរដើម្បីស្មារតីគ្នាហើយបើនៅតែមានបិសាចតាមឆាឆៅពួកគេតាមផ្លូវរហូតអញ្ចឹងខ្លាចតែជួញយ៉ាហុងទៅកាត់ក្តីមិនទាន់ពេល49ថ្ងៃទេនៅពេលនោះយ៉ាហុងស្មានថាម៉ាក់របស់គាត់ស្លាប់ហើយដោយសារចង់ដឹងការលៀងក៏សម្រេចឡើងទៅថាមនុស្សដើម្បីចាប់បលឹងតែតើមកឋានក្រោមវិញដោយបកគលការងារការពារក្តីយ៉ាហុងឲ្យទៅថុកឈុនហើយនឹងហេតុមិនមេឃពេលទៅដល់ផ្ទះរបស់យ៉ាហុងការលៀងបានឃើញបលឹងតែតោកំពុងពួននៅក្រៅរូបថតរបស់យ៉ាហុងហើយគាត់ក៏ដេញតាមវាតែបលឹងនោះហោះគេចលឿនខ្លាំងណាស់គាត់តាមចាប់វាមិនបានទេគាត់សង្ស័យថាបលឹងនោះគឺជាស៊ូហុងដែលជាប្អូនប្រុសរបស់យ៉ាហុងបន្ទាប់មកគាត់បានទៅប្រទេសទាហានដើម្បីរកមើលស៊ូហុងដែលកំពុងតែជាប់កាតព្វកិច្ចយោធានៅទីនោះតែរកមិនឃើញសោះក្រោយមកគាត់ក៏រំលឹកមើលអតីតកាលឡើងវិញទើបដឹងថានៅយប់មួយនោះស៊ូហុងបានជួបឧបទ្ទហេតុរាយកាយកំភ្លើងហើយពេលនោះគាត់មិនទាន់ស្លាប់ភ្លាមទេប៉ុន្តែមេកងដែលចិត្តបានឡើងតំណែងខ្លាចបាត់តំណែងហើយស្មានថាគាត់ស្លាប់ក៏យកគាត់ទៅកប់អញ្ចឹងហើយទើបគាត់ស្លាប់ទាំងបិទភ្នែកមិនចិត្តខ្លាចទៅជាបលឹងសងសឹកយើងក៏លេចមកមើលដំណើរការកាត់ក្តីរបស់យ៉ាហុងវិញពេលនេះពួកគេបានមកដល់សារកាត់ក្តីតាក់ទងនឹងរឿងកុហកបោកប្រាស់អ្វីដែលចម្លែកនៅពេលនេះគឺចៅក្រមគ្រាន់តែជាក្មេងម្នាក់ដែលកំពុងតែញ៉ាំស្ករក្រមនៅឡើយនៅពេលនោះគេបានចោទថាយ៉ាហុងបានសរសេរសម្បត្តិคล้ายផ្ញើទៅកូនស្រីរបស់មិត្តភក្តិគាត់ដែលបានស្លាប់នៅក្នុងអគ្គីភ័យគាត់បានខ្លែងធ្វើជាខ្មោចរបស់ឪពុកនាងសរសេរសម្បត្តិចំនួន98សន្លឹកផ្ដល់ក្តីសង្ឃឹមខ្លែងដល់នាងថាពួកគេនឹងជួបគ្នាវិញហើយនេះគឺជាតូននៃអំពើកុហកបោកប្រាស់ច្បាស់កន្លែតនៅពេលនោះយ៉ាហុងអត់មានអីប្រកែកទេព្រោះអីគាត់បានសរសេរសម្បត្តិទាំងនោះពិតមែនអញ្ចឹងហើយតុលាការក៏បញ្ជាឲ្យគេមកចាប់យ៉ាហុងយកទៅតែពេលនោះកាំងលៀមបានរីម៉ូតចូលមកក្នុងខ្លួនរបស់ថុកឈុនដើម្បីការពារក្តីចុងក្រោយគាត់បាននិយាយប្រាប់តុលាការថាយ៉ាហុងមិនត្រឹមតែសរសេរសម្បត្តិទៅកុហកក្មេងស្រីទេថែមទាំងសរសេរសម្បត្តិទៅកុហកម៉ាក់របស់គាត់ដែលកំពុងតែដេកនៅពេទ្យទៀតតាមពិតមិនដឹងហេតុអីទេយ៉ាហុងខានទៅជួបម៉ាក់របស់គាត់រយៈពេល15ឆ្នាំហើយគាត់ដឹងតែធ្វើការហើយផ្ញើលុយទៅម៉ាក់គាត់តែប៉ុណ្ណោះគាត់បានសរសេរកុហកម៉ាក់គាត់ថាគាត់មានប្រពន្ធកូនហើយឲ្យម៉ាក់គាត់ហ្នឹងខំព្យាបាលជំងឺអីជាដើម្បីមើលមកកូនឧស្សាហ៍នឹងចៅហើយដោយសារតែការកុហកនេះម៉ាក់គាត់បានខំប្រឹងតស៊ូរហូតបានជាពីជំងឺចំណែកក្មេងស្រីកូនរបស់មិត្តភក្តិរបស់គាត់ក៏ដឹងថាសម្បត្តិនោះយ៉ាហុងជាអ្នកសរសេរដែរតែវាបានធ្វើឲ្យនាងកក់ក្ដៅខ្លាំងណាស់ព្រោះដឹងថានាងមិនមែននៅឯកាទេព្រោះមានគេនៅចាំមើលថែនាងរឿងរ៉ាវពិតប្រាកដនៅពីក្រោយការសរសេរសម្បត្តិខ្លាំងៗដែរនេះធ្វើឲ្យចៅក្រមរំភើបចិត្តខ្លាំងណាស់ពេលនោះនាងក៏ប្រកាសឲ្យគេដល់លែងយ៉ាហុងហើយសម្រេចឲ្យយ៉ាហុងឈ្នះក្តីបន្តមកនៅតាមផ្លូវទៅសាលកាត់ក្តីបន្ទាប់ថុកឈុនបានសួរយ៉ាហុងពីមូលហេតុដែលគាត់មិនទៅលេងផ្ទះរយៈពេល15ឆ្នាំចុងក្រោយប៉ុន្តែយ៉ាហុងមិនទាន់បានឆ្លើយស្រួលបួសហោស្រាប់តែកាំងលៀមបើកផតថលមកកុហកគាត់ថាម្ដាយហើយនៅបងប្រុសរបស់គាត់សុខសប្បាយជាទេពេលនោះយ៉ាហុងពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ប៉ុន្តែការពិតយ៉ាងណាកាំងលៀមបានហាមក្រុមការងាររបស់គាត់ឲ្យរក្សាការសង្ហាសិនព្រោះគាត់ត្រូវការស៊ើបបន្តទៀតមកដល់ពេលនេះពួកគេឆ្លងកាត់បាន3សាវនកម្មហើយចំណែកសាវនកម្មទី4នេះគឺតាក់ទងនឹងភាពអយុត្តិធម៌តែថុកឈុនបានស្កេនមើលហើយដឹងថាយ៉ាហុងអត់មានជាប់ចោតនៅដំណាក់កាលនេះទេគឺពួកគេអាចរំលងទៅសាវនកម្មទី5បានបន្តមកស្រាប់តែចលងភ្នំតករលំមកដេញស្កត់ពួកគេតែពួកគេបានរត់ឡើងជិះកន្ត្រកខ្សែកាតចេញពីទីនោះបានទាន់ពេលនៅតាមផ្លូវយើងឃើញនៅចកេះភ្នំមានដុំតក4ជ្រុងដាក់តម្រៀបគ្នាយ៉ាងចម្លែកថុកឈុនបានប្រាប់ថានៅក្នុងដុំតកនោះមានព្រលឹងមនុស្សដែលមានឈាមត្រជាក់ចិត្តអាក្រក់ការពីនៅរស់គិតតែពីខ្លួនឯងមិនចេះជួយអ្នកដទៃសាវនកម្មទី5តាក់ទងជាមួយអំពើផិតក្បត់ព្រលឹងដែលធ្លាប់ប្រព្រឹត្តអំពើផិតក្បត់ផ្សេងកាលពីនៅរស់គឺត្រូវបានគេចាប់ដាក់នៅក្នុងកញ្ចក់រួចកំទេចចោលតែសម្រាប់យ៉ាហុងអត់មានបទចោទអីតាក់ទងជាមួយនឹងគាត់ក្នុងសាវនកម្មនេះទេមានន័យថាពួកគេអាចរំលងទៅសាវនកម្មទី6បានកន្លែងមកមើលកាំងលៀមវិញគាត់បានឃើញព្រលឹងរបស់ស៊ូហុងកំពុងហោះតាមកូនទាហានម្នាក់ពេលនោះគាត់បានតាមចាប់ស៊ូហុងបានហើយបានព្យាយាមនិយាយបញ្ចោស៊ូហុងឲ្យទៅតាមគាត់ដោយសារតែបើសិនជានៅតែបន្តនៅតាមមនុស្សទៀតវានឹងប៉ះពាល់ដល់ការកាត់ក្តីរបស់យ៉ាហុងដែលជាបងប្រុសរបស់គាត់ការរំលឹកពីយ៉ាហុងធ្វើឲ្យស៊ូហុងកាន់តែខឹងថែមទៀតព្រោះអីគាត់ខឹងជាមួយបងប្រុសគាត់ដែលរត់ចោលផ្ទះរយៈពេល15ឆ្នាំហើយក្រោយមកបន្តិចស៊ូហុងក៏រើពីចំណងរួចហើយកិច្ចខ្លួនបាត់ទៀតប៉ុន្តែក្រោយមកមិនយូរប៉ុន្មានកាំងលីបានជួបជាមួយនឹងស៊ូហុងម្ដងទៀតនៅមន្ទីរទាហានដែលពេលនោះកូនទាហានម្នាក់ដែលរាយកាយកំភ្លើងបាញ់ស៊ូហុងចងកសម្លាប់ខ្លួនព្រោះមានវិបដិស្រីខ្លាំងពេកដែលសម្លាប់មិត្តភក្តិពេលឃើញអញ្ចឹងស៊ូហុងក៏សុំបកកាំងលីឲ្យជួយជីវិតមិត្តភក្តិរបស់គាត់ដោយសន្យាថាឈប់រត់ហើយដើរតាមគាត់គ្រប់កន្លែងក្នុងពេលជាមួយគ្នានឹងដែរយ៉ាហុងហើយនឹងក្រុមការងារបានធ្វើដំណើរដល់ផ្លូវចូលសារកាត់ក្តីតាក់ទងជាមួយនឹងអំពើហិង្សាវាគឺជារណ្ដៅ
าวอย่างท่อมหายเจอมวยได้เมียนแตนทมอนได้เตรียมตราหาในเปได้พวกเกย์กำปงแต่โลดย่อใจดันจอมเปได้การลินลูกได้โจเรือมันโลกในทานกันดาพวกเจ้าอัตโปหลักเกราะดาวพวกเกย์ในทานกราวปัตตามันไอเตทีมพอดเวียบานสงับสงัดธรรมราตัววิ่งมันต่อมาเปสาวนาการจับดามเกบานเลือลามปีการในได้อย่าห้องปลาไว้ปนปลาระบอกวัดมนเปได้กอดรถเจงปีเตะในเปโนทกชนชงอนนะหายไอบานจีนึงมันไอสแกนมือรืนนี่ดังมุนหายโดยชนะหายตัวพวกเกย์มันไอกาเปียอย่าห้องบานหายตลาดก้าก็จับดามจอมปากกาซาครอมเอาอย่าห้องจังกระไดปัตตาสนานล้อเปโนกังเลมันนักเคยเอาทกชนประดังอุดต่อได้สมโยเรื่องกระไดมือนี้แต่การรวมคณิจมวยเนืองสาวนาการบรรทบหายพวกเกย์สกจัดโยดำไหนเจียนาเชียบาระบอกพวกเกย์ยมดาทเนธาอย่าห้องหนึ่งชนะกระไดในจงกรอยหรืออันนี้มีอันที่บ้านท่าบาสันเจียอย่าห้องจังกระไดพวกเกย์หนึ่งบัดดำไหนในทานกันดาเวสุห้องมาปราบกังเลมท่าบองปลาระบอกก้อนมันในชนะกระไดจงกรอยบานเต้โปรเนยยมมนไงแต่กอดเจงปีเตะน้องคือกอดกระจองสำหรับมาได้ระบอกก้อนหายไปโนทกชนกอดสแกนดังปีเรื่องนี้ได้เนี่ยบางส่วนเจียอย่าห้องท่าปัดแมนเต้อย่าห้องกอดสารเพียบท่ามันเติมแต่มาได้กอดเต้ในยมโนกอดแทนดังจองสลักโคลนไอ้หนึ่งโอนปลาระบอกกอดติดพองโปรเนไปโนปกเกกรอนหน้าให้มาได้เมนจึงเงือไปจามกายเตี้ยหายได้ซาแต่หายนี้ให้เตอกอดรถเจงปีเตะโปรมันเห็นจุ่มมาได้กอดหายสกจัดตัวการและบางจีวัดดำใบโยลอยมากดกงครัวสารบอกกอดวิ่งดำนังนี้มันถวยทกชนให้นางให้มันไม่เมียนสังคมของการชนะกระไดเต้ก็บัตรตัวใบยานาก็เมียนเปกาตกอยู่ได้โปรเปโนเมียนใบใส่พอเจงปีได้มารีแรงดำนาระบอกปกเกหายให้มันไม่ก็มันบังเอาอยู่ได้ก็เจงตะไวกาปีในทางมันเอาไว้สู้ห้องมันเคยมาได้ระบอกกอดบานมารอกอดในเหมือนตีได้ซาแต่กอดบัดคนปลอระบอกกอดอยู่เป้ในเปโนเมกอนได้คลายบ้านดำไหนไพ่พองให้คังพองบ้านกะหอกอดทาก็ระบอกว่ารถจ่าจั่วให้บ้านรุนจานก็ระหดดอดูสันหลับเคยจ้างสู้ห้องกับตู้กำหังตัวมันจวบการหยิบเขียวกุ้ยบอกปฏิทินแต่งกับเราทั่วปังต่างล้านแต่มนุษย์หาการเลี้ยงก็มันไอชออับได้เมื่อบานได้ก็กับบ้านลูกได้โจขนมเรือมอมนุษย์ให้ช่วยชีวิตมนุษย์ในเปโนตรงเวอร์ระบอกโปเก้บ้านถวยรงกูตะเกิดทางกล้าวมาดานเอาเมียงใส่สโตรบโยจะห้องโจตะขนมได้หาไปเคยมอมปลอกกับปนได้จูครูทนายจ้างสู้ห้องก็จับดามรงวาบร้อนเอาไปช่วยสมครูก่อนบรรทอมอซากัดกระไดจังกล้าวก็พอใช้มีได้ดาวเมียนสไตล์ยมเรียถวยเจียเนี่ยกัดกระไดดับตอลการกัดกระไดจังกล้าวนี้วิเตตอนจมูกนางโปรวิเหตุท่อให้นางกัดตังอยู่แต่ท่อหายกรอนแต่จับดามเลี้ยมสไตล์ยมเรียบ้านดังเรื่องเอาหายก็จับดามปากกาซากร้องเอาอย่าห้องมินโตแต่มาดองแต่ไปโน้ทกชนมันปรางปรายในกัดสไตล์ยมเรียกาเปียอย่าห้องกราวแฮดพอจิจรานดามใบไอออจัดสไตล์ยมเรียบ้านปากการูเพียมในเปยยมโน้ลามาไว้นำใบไอมือต่างอัคเนียในยมโน้มาระบายอย่าห้องมันแมนมันดังคลุนเต้เนี่ยได้มันดังคืออย่าห้องไอหนอเต้มาระบายก็สกัดแหละตัวการช่วยจำนั่นในขนมจัดแต่มันเองจำนายอย่าห้องไว้มันเติมแต่มันบานสมตัวกว่าเต้แทนแต่รถจากว่าเตี้ยไปดังจังอย่าห้องมันตะโฮยมอย่างคลั่งหาสกัดตัวโยตอนการสอบแบบย่างแต่ก็สมจูบจมูกนางมาบอกก่อนมาดอนเต้ในขนมโยซอบดำใบสมตัวกว่าผลใต้สไตล์ยมเรียมันอันนี้ได้ซาแต่กว่าตกไปเอาอย่าห้องดับรามชนะรวยหายผลต่อมาในไปได้ตัวราคากับปนแต่อันซากรามสลับแต่มีรูปเพียบมวยเตี้ยพอลางมาแต่ปัจรูปเพียบโนคือสู่ห้องมันโจเตอร์ประโยชน์ซ้ำมาระบอกกอดได้ซาเมียนจมูกปีกังลิมในขณะสบันโนสู่ห้องมันในเย่จมูกน้องมาระบอกกอดแต่ตอนจมูกน้องอารามระบอกกอดกลายไปดังทายอย่าห้องจองสำหรับก่อนหายในไปโนยังดังสลับหายมาแต่เมียนโปรวิเหตุท้อจำปุกโกนหายบานทำแหลกกับห้องครบย้ำมาเลยโคลนไอประกวดจีมันได้มันล้อชื่อจานเปกกอดปรับทาโกนบอกกอดขมิ้นกับฮอเต้หายบาสันจีรอขึ้นกับฮอคือกอดปลอมเลือกเลนตัวกรุบยางบรรทอมาได้ซาแต่อย่าห้องตะตัวบานกาเลือกเลนตัวปีมาระบอกกอดในทางมันโนตามจังหวะระบอกทางครามอย่าห้องอัตราเมียนตัวไอเต้เป็นโนสดายมเรบานไฮซาลกรอมเจ้าหอยอ่านงานเอาอย่าห้องแต่จับจิตบานเพลียมสำหรับจิตลัดพอลเป็นนี้กรมการเงินระบอกการเลี้ยงช่วยพลังไอแต่จับจิตบานไซสปมใบเนี่ยหายในควาตายมันเนี่ยเต้กรุบโกกาหายเป็นโนกอดก็สำหรับจัดต่อต่างกระไดไอซูห้องสำคัญทาพลังบ่อซูห้องคือจีนตีไซสปมบุญสมบัติคนเนี่ยต่างอันนี้สำหรับการตามนานทัศนาปิดดามได้จับหายบาสันจีโยท่าเรือนี่ละอเมอร์ดือยานะซุ่มช่วยคอมเมนต์ปรับพอหาส่งคอมเพลย์พอได้สมัยเนี่ยไม่ช่วย subscribe หรือก็ follow ดำใบตามนานเรื่องละอเมอร์จีจานเตี้ยเป็นนี้ส่งจิบเรีย